Banចឹងយើងមកមើលលំហាត់បន្តទៀតតាក់ទងជាមួយនឹងឧទាហរណ៍ទី16.3 បាទអញ្ចឹងគេថា CPU Sonar System អញ្ចឹងកប៉ាល់មួយគឺវាប្រើនៅឬក៏យើងនិយាយវាប្រើនៅឬក៏នាវាមួយប្រើនៅ Sonar System ហ្នឹងបាទដែលបង្ហាញនៅក្នុងរូបទីនេះរូបនេះបាទរូប 16.3 ហ្នឹងបាទហើយដើម្បីយើងអាហ្នឹងមានន័យថាវារលកវាផ្លាស់ទីនៅក្នុងមជ្ឈដ្ឋានដែលវាមាននៅ model book បាទ B បាទគេឲ្យរកល្បឿនសំឡេងបាទដែលដាលនៅក្នុងទឹកហ្នឹងបាទដីប្រើប្រាស់សម័យកាល 6.7 ឥឡូវយើង 6.7 របស់យើងមានសម័យកាលអានេះរូបមន្ត V ស្មើឬ B លើរ៉ូបាទអញ្ចឹងគេឲ្យគណនាជំហានរលកហើយនឹងជំហានរលកដែលមានប្រេកង់262 Hz បាទអញ្ចឹងយើងដឹងថាdensity របស់ទឹកគឺយើងយកប៉ុណ្ណឹងហើយ book modulus នៅក្នុងនៃទឹកហ្នឹងគឺវាយើងយក 2.18 គុណនឹង10 សេគុណ 9 ប៉ាស្កាល់បាទຂະຫນາດរបស់វាគឺប៉ាស្កាល់អាហ្នឹងគេកម្រិត compressibility បាទវាដូចជាសម្ពាធដែរបាទអញ្ចឹងគេឲ្យ frequency 262អញ្ចឹងមានន័យថាយើងអាចរកតាមនឹងបានប៉ុន្តែយើងត្រូវ V សិន V ស្មើឬ B លើ1លើរ៉ូសំទោស B ហ្នឹងគឺជា model book ហើយទៅពេលរ៉ូជា density របស់មជ្ឈដ្ឋានឬក៏ medium ដែលវាឆ្លងកាត់ហ្នឹងបាទអញ្ចឹងយើងគណនាមកយើងបានល្បឿនរបស់ទឹកគឺប៉ុណ្ណាបាទល្បឿនវាដាលហ្នឹង 1440 1480 អញ្ចឹងយើងហៅឡាំដាបានហើយឃើញ 5.65 ម៉ែត្រ